bọn nâng chui ốp thom ao chỉ vật bỏ dương nâng bàn và xa đối đã tất chi chẳng á bờ bông ô na chê thưa lọ đòi cai đòi vì cha đòi chất chê chui mình sơ chìa miền mọt đấy ở khó bọn cao nơi mọt á chê vậy bị vô này nó mình sơ vậy ô chặt cho những cái xuống hết chặt cho cái xuống ba bên này hai ấp chui ở dương ban chùm ra này cái nông phía xa phó ông pơ là o nó lục hai thao úp và thom và cả cằm ưu tiên họ thao bông ôn từng óc nia miềnอายุ ត្រូវកំណត់មកពីធម្មជាតិមក70 ឆ្នាំប៉ុន្តែបានឧបត្ថម្ភកកម្មល្អដែលយើងធ្វើជាប្រចាំដោយកាយដោយវាចាដោយចិត្តនឹងជួយបន្ថែមបានខ្លះទៅទៀតឬក៏មិនឲ្យគ្រោះថ្នាក់បុណ្យកុសលដែលយើងបានធ្វើនឹងនៅក្នុងធម៌លោកហៅថាឧបបិលកកម្មភាសានោះពិបាកស្ដាប់បន្តិចប៉ុន្តែក្នុងន័យថាបើមានបាបណាមួយមកឲ្យផលយើងបានបុណ្យនឹងជួយទុកដែរអញ្ចឹងណាបើយើងអត់បានធ្វើបុណ្យសោះដូចផ្ទះនឹងអត់មានលបងអត់មានសោចោលចូលពេលណាក៏បានដែរប៉ុន្តែបើយើងបានធ្វើល្អដោយកាយដោយវាចាដោយចិត្តហាក់ដូចជាថាជីវិតនឹងមានអីការពារយើងហៅភាសាសម័យថាពាត់សីមាមកលើឧទាហរណ៍មួយទូចចាស់ប្រហែលខែមុនឆេះផ្ទះនៅអាមេរិកឯកឧត្តមមកភូមិនឹងឆេះអស់នៅសល់តែផ្ទះនឹងមួយឯងហើយដល់ពេលគេស៊ើបសួរទៅថាគាត់នឹងចូលចិត្តទៅធ្វើទៀននៅស្រុកអាហ្វ្រិកគាត់ចែកទៀនណាហើយផ្ទះមានប្រព័ន្ធការពារភ្លើងដូចតែគ្នាប៉ុន្តែផ្ទះនឹងមួយអត់ឆេះគេអញ្ចឹងបានប៉ុនជួយណាទាំងអស់គ្នាណាព្រោះប៉ុនហ្នឹងបើនិយាយពីការឲ្យផលរបស់ប៉ុនវាមាន4 1ឲ្យផលពេលបច្ចុប្បន្នភ្លាមយើងជួយគេជួយយើងរាប់អានគេរាប់អានយើងភាសាធម៌លោកហៅទិដ្ឋធម្មវេទនីយកម្មប៉ុន្តែប៉ុនខ្លះអត់ឲ្យផលភ្លាមអញ្ចឹងបានបងប្អូនកុំឲ្យតូចចិត្តថាខ្ញុំធ្វើល្អអត់មានឃើញបានផលអីកុំតូចចិត្តអញ្ចឹងឯងព្រោះប៉ុនខ្លះតលរងចាំពេលវេលាដូចដាំដើមថ្នោតអញ្ចឹងតែ10 ឆ្នាំហើយបានផលលោកហៅថាឧបបច្ចវេទនីយកម្មឲ្យផលបន្ទាប់ពីស្លាប់បន្ទាប់ពីស្លាប់ទៅបានទទួលផលនឹងមកហើយបើមិនអញ្ចឹងទេប៉ុននឹងឲ្យផលបន្ទាប់ពីស្លាប់ទៅក្រោយពីស្លាប់ទៅប្រមាណ100ជាតិ10 20 30 40ជាតិអញ្ចឹងទៅណាឧទាហរណ៍ដូចជាយើងយកផ្លែដូងមួយផ្លែយកទៅដាំបានមួយផ្លែមកវិញឬក៏បានច្រើនជាងបានច្រើនយ៉ាងណាអំពើល្អដែលយើងធ្វើម្ដងបរិច្ចាគឈាមម្ដងអញ្ចឹងណាមនុស្សក្នុងធម៌ថាបើឲ្យចំណីសត្វបាន100អត្ថភាពមានន័យថាជួយសត្វបានម្ដងហ្នឹងបានផល100ជាតិទៅមុខអញ្ចឹងណាតើគ្នាណាហ្នឹងហើយឲ្យចំណីសត្វបាចចំណីឲ្យត្រីស៊ីអីហ្នឹងឲ្យតែជួយហ្នឹងដោយចិត្តល្អហ្នឹងបានផល100ជាតិទៅមុខបើជួយអ្នកដែលអត់មានសិលទេមនុស្សក្នុងប៉ោឡែប៉ុន្តែនឹកអាណិតឲ្យបាយវាមកកញ្ចប់បាន1000ជីវិតទៅមុខទៀតដោយដាំដើមមកស្វាយមួយផ្លែបាន1000ផ្លែអញ្ចឹងហើយបើយើងបានបរិច្ចាគជួយដល់អ្នកដែលមានសិលអូបានច្រើនមែនទែនមួយសែនណាមួយសែនទៅបើថាបុគ្គលនឹងជាមនុស្សល្អមានគុណធម៌ខ្ពង់ខ្ពស់អានឹងរាប់មិនអស់ទៅបុណ្យកុសលនឹងអញ្ចឹងបុណ្យកុសលនឹងចុងក្រោយមកបានត្រឡប់មកលើយើងវិញឯងពុទ្ធលោកថាកម្មੰពីជាងកម្មនឹងជាពូជអ្នកណាសន្សំពូជណាបានផលនឹងត្រឡប់មកវិញបើបងប្អូនទាំងអស់គ្នាឧទាហរណ៍មិនសូវមួម៉ៅសៅមងប្រឹងប្រែងធ្វើការធ្វើងារមិនសូវចំណែនដិនទាគ្នានេះចេះជួយសង្គ្រោះចិត្តល្អអានឹងបេះដូងយើងคล้ายជាអីគេទាំងអស់គ្នាខ្លាយជាសួនផ្កាអញ្ចឹងមានមេអំបៅមានអីទៀតមានឃុំមានអ្នកទេសចរមកចូលក្នុងជីវិតរបស់យើងប៉ុន្តែបើយើងថ្ងៃយើងមួម៉ៅក្តៅក្រហាយស្មុគស្មាញចំណែនដិនទាឈ្នានេះអានឹងរុយមកវិញម្ដងចឹងយើងឯអ្នករៀបចំសួនច្បារជីវិតរបស់យើងណាទាំងអស់គ្នាណាហើយអាត្មាសប្បាយចិត្តថាបើឯកឧត្តមរដ្ឋមន្ត្រីលោកទាវឯកឧត្តម
រួមគ្នាធ្វើល្អទីម្នាក់ហើយចេះត្រេកអរនឹងអំពើល្អរបស់គ្នាទៅវិញទៅមកភពផែនដីនេះคล้ายទៅជាសួនផ្កាហើយចឹងយើងរស់នៅសប្បាយចិត្តទាំងអស់គ្នាហើយជាពិសេសមួយទៀតយើងបានវិច្ចសម្ពាយបននេះធ្វើដំណើរទៅលោកខាងមុខពីព្រោះចុងក្រោយទៅយើងបោះចោលទាំងអស់ទេអត់មានស្ពាយយកឡានវិឡាអីទៅយកទៅអត់បានទេណាទាំងអស់គ្នាណាអញ្ចឹងអ្នកណាសំបានបនបណ្ណាយកទៅប៉ុណ្ណឹងតែម្នាក់ឯងហើយបើយើងអត់បានសន្សំទេចុងក្រោយទ្របនោះក៏នៅតែជារបស់គេដែរយើងស្ពាយទៅអត់បានទេហើយបើថាអោបកសោបអត់ធ្វើអីសោះអាហ្នឹងស៊ីបនចាស់អស់អត់ដាំពូជបនថ្មីអញ្ចឹងយើងអត់មានបនសម្រាប់ប្រើទៅថ្ងៃខាងមុខទេអញ្ចឹងសូមអរគុណហើយសប្បាយចិត្តឲ្យដំរដ្ឋមន្ត្រីតែផ្ដល់ឱកាសបានមកចូលរួមសប្បាយចិត្តមែនតើហើយសប្បាយចិត្តមួយទៀតនោះគឺការរីកចម្រើនរបស់វិស័យសុខាភិបាលនៅរាជាណាចក្រកម្ពុជាហើយថ្ងៃនេះបានចូលរួមជាមួយលោកទាវឯកឧត្តមក្នុងការបរិច្ចាគឈាមបុណ្យបានទាំងអស់គ្នាណាសូមបានសេចក្តីសុខក្នុងបច្ចុប្បន្នបរិលោករហូតដល់ព្រះនិព្វានសូមអនុមោទនា